ធ្វើការរាល់ថ្ងៃតែដល់ចុងខែលុយបាត់អស់តើអ្នកធ្លាប់សួរខ្លួនឯងទេថាលុយទៅណាអស់ទី1កត់ចំណូលនិងចំណាយជំហានដំបូងគឺត្រូវដឹងថាអ្នករកលុយបានប៉ុន្មាននិងចាយអស់ប៉ុន្មានក្នុងមួយខែឧទាហរណ៍បើអ្នកមានចំណូល2លានរៀលក្នុងមួយខែអ្នកត្រូវកត់ត្រាការចំណាយលើអាហារសាំងម៉ូតូសាំងឡានថ្លៃជួលផ្ទះនិងចំណាយផ្សេងទៀតឲ្យអស់ពេលអ្នកកត់ទុកអ្នកនឹងឃើញថាលុយហូរចេញត្រង់ណាច្រើនជាងគេទី2កំណត់គោលដៅហិរញ្ញវត្ថុសួរខ្លួនឯងថាអ្នកចង់បានអ្វីឧទាហរណ៍អ្នកចង់សន្សំលុយឲ្យបាន4លានរៀលក្នុងរយៈពេលត្រឹមតែ1ឆ្នាំដើម្បីទិញម៉ូតូឬបង្កើតមូលនិធិបម្រុងពេលមានគោលដៅច្បាស់អ្នកនឹងងាយគ្រប់គ្រងការចំណាយទី3បែងចែកប្រាក់ឲ្យមានរបៀបកុំចាំចាយលុយសល់ទើបចាប់ផ្ដើមសន្សំឧទាហរណ៍បើអ្នកមានចំណូល2លានរៀលអ្នកអាចសន្សំ40,000រៀលជាមុនសិនរួចប្រើប្រាស់ប្រាក់ដែលនៅសល់សម្រាប់ចំណាយប្រចាំថ្ងៃទី4ពិនិត្យផែនការជារៀងរាល់ខែនៅចុងខែសូមមើលថាតើអ្នកសន្សំបានលុយប៉ុន្មានចំណាយលើសផែនការឬអត់បើមានកន្លែងខ្វះខាតអ្នកកែតម្រូវសម្រាប់ខែបន្ទាប់ការត្រួតពិនិត្យជាប្រចាំនឹងជួយឲ្យផែនការរបស់អ្នកកាន់តែមានប្រសិទ្ធភាពជារួមសូមចាំថាផែនការហិរញ្ញវត្ថុល្អមិនមែនសម្រាប់តែអ្នកមានប៉ុណ្ណោះទេប៉ុន្តែសម្រាប់អ្នកដែលចង់មានអនាគតហិរញ្ញវត្ថុល្អជាងមុនចាប់ផ្ដើមពីពេលនេះទោះជាប្រាក់តិចក្តីក៏ដោយបើអ្នកយល់ថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេច like share និង subscribe ដើម្បីទទួលបានគន្លឹះហិរញ្ញវត្ថុងាយៗជារៀងរាល់ថ្ងៃសូមអរគុណ